តើស័ក្តិទឹកស័ក្តិសូរនៃពាក្យភ្ញៀវទាំងពីរនេះមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមកមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យភ្ញៀវទី1នេះគឺផជើងញស្រអៀនិងវអានថាភ្ញៀវថ្នាក់ពាក្យវិជ្ជនាមមានន័យថាអ្នកទីតីក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទប់ជាមួយដែលគេមករកមកសួរនាំមកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទប់ជាមួយម្ចាស់ការម្ចាស់ពិធីអញ្ជើញហៅរកឲ្យគេមកឧទាហរណ៍ភ្ញៀវមកលេងផ្ទះហៅភ្ញៀវនិងអញ្ជើញភ្ញៀវតមកទៀតពាក្យភ្ញៀវទី2ផជើងញស្រអៀនិងវអានថាភ្ញៀវថ្នាក់ពាក្យវិជ្ជនាមគឺគេចង់សំដៅទៅលើឈ្មោះឈើមួយប្រភេទដែលមានផ្លែចេញពីមែកឬពីដើមជាចង្កោមមានរសជូរអែមឬជូរបរិភោគជាចំណីបានដែលមានរូបរាងបែបនេះ